កើតក្នុងផ្ទៃម្ដាយកម្មមួយហ្នឹងវាកំណត់ឲ្យយើងរស់នៅបាន10 20 30ឬក៏70 80ឆ្នាំប៉ុន្តែយើងរស់នៅបានប៉ុណ្ណឹងឬមិនបានអាស្រ័យយើងរៀបចំជីវិតពេលបច្ចុប្បន្នបើយើងផឹករាល់ថ្ងៃលើកដាច់រហូតហូបអីមិនចេះគិតហើយអត់សូវដេកអត់សូវពួនជក់គ្រឿងញៀនឬក៏ពិបាកចិត្តតឹងធូងរាល់ថ្ងៃអានឹងអាយុអត់វែងអាយុយើងត្រូវនៅបាន80ឆ្នាំផឹកច្រើនពេកនៅសល់50អីចឹងទៅឬក៏ពិបាកចិត្តពេកកើតទុកមុខជាប់ទៅស្គមរីងរៃអាយុខ្លីដោយសារពិបាកចិត្តហ្នឹងគឺកូនក្មួយយើងខ្លះសបាយពេកបរហោះទៅម៉ូតូប៉ណ្ណាំងទៅជាមួយកង់ឡានហើយអ្នកខ្លះអត់ចេះពាក់មួកសុវត្ថិភាពអីទេឬក៏ជក់បរិយជក់វ៉ែបហូបចុកអីទៅប្រទេសទៅប្រដាស់ទៅអាហ្នឹងខាតអាយុយើងហើយចង្គៀងហ្នឹងវាឆាប់អស់ព្រេងហ្មងត្រូវរស់នៅបានដល់70 80ឆ្នាំត្រូវស្លាប់តាំងក្មេងអាយុ10 20ឆ្នាំហ្នឹងក៏សឹងតែបានកម្មហ្នឹងវាចូលមកកាត់ផ្ដាច់ជីវិតរបស់យើងពេលខ្លះអាយុយើងហ្នឹងត្រូវរស់បានយូរប៉ុន្តែសកម្មភាពយើងហ្នឹងវាធ្វើឲ្យអាយុហ្នឹងខ្លីចុះមកអញ្ចឹងកុំបន្ទោសកម្មចាស់ពេកពេលខ្លះយើងធ្វើកម្មថ្មីមិនល្អធ្វើឲ្យយើងអាយុខ្លីប៉ុន្តែមានអ្នកខ្លះដែរមានបាបកម្មពីអតីតណាមកមិនបានធ្វើអីអាក្រក់ប៉ុន្តែគាត់ត្រូវអស់ជីវិតក៏មានដែរឧបមាថាកម្លាំងបាបពីអតីតមកវាមាន100ប៉ុន្តែបុគ្គលនឹងបច្ចុប្បន្នប្រឹងធ្វើបុណ្យចំម៉ែចំឪធ្វើទានសាសិលចម្រើនភាវនាច្រើនទៅកម្លាំងបុណ្យនឹងវាជួយទប់ស្កាត់បាបបានខ្លះដែរឧបមាដូចថាសម្លនឹងវាប្រៃហើយបានដាក់ទឹកទៅវារៀងសាបទៅវាមិនមក100%ហ្មងបុណ្យដែលវាទៅជួយទប់ស្កាត់បាបនឹងលោកហៅថាឧបបិលកកម្មបុណ្យនឹងទៅជ្រៀតបៀតបាបហ្នឹងអំពើបាបអំពើអាក្រក់ក៏វាទៅជ្រៀតបៀតបុណ្យដែរឧបមាថាគាត់កំពុងរហូតស៊ីឡើងឋានៈបុណ្យសាក់ហួងពោះប៉ុន្តែច្រឡំពេលមួយនោះផឹកស្វឹងដកភ្លើងបាញ់គេទូងទៅអស់លីងជាប់គុកជាប់ច្រវាក់ទៀតអាហ្នឹងបាបទៅជ្រៀតបៀតបុណ្យម្ដងចុះឃើញធ្លាប់ឮមកថាបាបបុណ្យស៊ីសងគ្នាមិនបានទេបាបដែលយើងធ្វើហើយនឹងយើងលុបវាមិនបានទេប៉ុន្តែកម្លាំងបុណ្យដែលយើងធ្វើថ្មីហ្នឹងវាអាចជួយទប់ស្កាត់សម្រាលបាបនឹងបានខ្លះដែរដូចជាក្នុងរឿងព្រះបាទជាសត្រូវដែលសម្លាប់បិតាខ្លួនឯងត្រូវអនរយកម្មទៅធ្លាក់ក្នុងអវិជ័យមហានរកជ្រៅប៉ុន្តែពេលដែលលោកនៅមានបច្ចុប្បន្នហ្នឹងលោកធ្វើបុណ្យច្រើនណាស់ទំនុកម្រងព្រះសម្មាសម្ពុទ្ធភិក្ខុសង្ឃឧបត្ថម្ភសង្ឃានាបុណ្យហ្នឹងជួយសម្រាលមិនឲ្យធ្លាក់ទៅក្នុងអវិជ័យនរកទេត្រឹមតែលោហៈគុម្ភីនរកប៉ុន្តែវាស្រាលជាងបន្តិចឧបបិលកកម្មអាចបុណ្យចូលទៅបៀតបៀនបាបឬក៏អាចបាបថ្មីនឹងចូលទៅកាត់បន្ថយបុណ្យវិញនៅក្នុងវិធុរៈជាដកមាននិយាយពីកដុំពី4នាក់ជាសម្លាញ់នឹងគ្នាគាត់តែងតាថ្វាយទានដល់លោកតាបោះ4អង្គហើយលោកតាបោះហ្នឹងពេលឆាន់ត្រង់ហើយគាត់ទៅសម្រាកនៅនឹងទីកន្លែងផ្សេងគ្នាលោកតាបោះមួយទៅសម្រាកនៅឋានត្រៃត្រង់លោកតាបោះមួយនៅឋានវិជុងនេះលោកតាបោះមួយនៅគ្រុឌវិមានរបស់គ្រុឌលោកតាបោះមួយនៅឧទ្យានរបស់ព្រះរាជាហើយត្រឡប់មកវិញរាយរាប់ពីទីកន្លែងវិជុងនេះហ្នឹងវាស្អាតអញ្ចេះនៅឋានត្រៃត្រង់ហ្នឹងវាស្អាតអញ្ចេះវិមានរបស់គ្រុឌនឹងស្អាតអញ្ចេះប្រាសាទរបស់ព្រះរាជានឹងស្អាតអញ្ចេះក៏ដុំពីម្នាក់នឹងឮតបោះនិយាយពីកន្លែងនឹងអញ្ចឹងគាត់តាំងចិត្តប្រាថ្នាថាដោយអានុភាពនៃបុណ្យដែលខ្ញុំបានធ្វើហើយនេះសូមឲ្យបានទៅកើតនៅកន្លែងហ្នឹងរៀងខ្លួនណាដោយបុណ្យកុសលដែលបានធ្វើហ្នឹងបានទៅកើតនៅកន្លែងហ្នឹងដោយប្រាថ្នាមែនអាហ្នឹងតើលោកធ្វើទានផងលោករក្សាសិលផងបុណ្យកុសលហ្នឹងនាំឲ្យទៅកើតក្នុងទីដែលខ្លួនប្រាថ្នាហ្នឹងកដុំពីរម្នាក់បានទៅកើតជាស្ដេចនាគកដុំពីរម្នាក់បានទៅកើតជាស្ដេចគ្រុឌកដុំពីរម្នាក់បានទៅកើតជាសកទេវរាជស្ដេចទេវតាកដុំពីរម្នាក់បានទៅជាស្ដេចផែនដីហើយមកជួបជុំគ្នាមិត្តភក្តិគ្នាហ្នឹងសុំសិលមួយគ្នាទៀតមានឧបនិស្ស័យធ្វើបុណ្យមួយគ្នាពីអតីតជាតិមកជាតិនេះនៅឆ្ងាយពីគ្នាក៏ស្កាត់រកគ្នាជាមិត្តភក្តិបន្តទៅទៀតហើយធ្វើបុណ្យបន្តទៅទៀតជាសរុបមកបំណងប្រាថ្នារបស់យើងនឹងអាចបានសម្រេចមែនប៉ុន្តែយើងមានបុណ្យផងនៅក្នុងធម៌ថាបើបុគ្គលនឹងបានធ្វើទានផងរក្សាសិលផងប្រាថ្នាងាយនឹងបានសម្រេច
គណៈប្រគេនបបគុណចាស់ដែលមានឱកាសបានទៅរៀននៅបរទេសទោះជារៀនភាសាបាលីសំស្ក្រឹតសមាធិវិបស្សនាឬក៏មុខវិជ្ជាផ្សេងក៏ដោយមានឱកាសទៅរៀននឹងជារឿងមួយល្អប្រសើរណាស់ប៉ុន្តែចំណុចមួយពេលយើងរៀនចប់ត្រូវសួរខ្លួនឯងថាអ្វីដែលត្រូវយើងយកត្រឡប់មកស្រុកយើងវិញហើយអ្វីយើងទុកឲ្យគេនៅនោះហើយចំណេះជំនាញបញ្ញាស្មារតីក្បួនច្បាប់អីយើងត្រូវយកមកស្រុកទេសដើម្បីជួយស្រុកទេសយើងវិញហើយចំណុចមួយដែលយើងពិចារណាគឺរឿងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការសូត្រធម៌ការស្លៀកពាក់របៀបរបបការរស់នៅហ្នឹងពេលខ្លះវាជាអត្តសញ្ញាណរបស់ស្រុកទេសគេហ្នឹងអញ្ចឹងស្រុកទេសយើងវាមានអត្តសញ្ញាណលក្ខណៈសម្គាល់ថាជាពុទ្ធសាសនាខ្មែរហ្នឹងអញ្ចឹងអ្វីណាដែលវាមិនប៉ះពាល់មិនខុសនឹងវិន័យធម៌អាអីទេយើងគួររក្សាវប្បធម៌ប្រពៃណីហ្នឹងនៅជារបស់ខ្មែរយើងអញ្ចឹងទៅដើម្បីឲ្យគេដឹងថាអូនេះប្រសង់ខ្មែរនេះប្រសង់ភូមាប្រសង់ថៃប្រសង់ស្រីលង្កាយើងមិនមែនថាទៅប្រកាន់ពូជសាសន៍រឿងហ្នឹងទេប៉ុន្តែថាយើងមានអត្តសញ្ញាណមួយថាជាខ្មែរទៅគេអាចកត់សម្គាល់បានយើងថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគេថែរក្សាវប្បធម៌ប្រពៃណីរបស់គេអញ្ចឹងទៅរីឯចំណេះដឹងជំនាញបញ្ញាស្មារតីយើងយកមកអភិវឌ្ឍស្រុកទេសយើងពុទ្ធបរិស័ទយើងអ្នកអាត្មានឹងលើកដំណើររឿងក្នុងពុទ្ធសាសនាទាក់ទងនឹងដំរីអេរវ័នឬក៏ខ្មែរយើងហៅដំរីក្បាល3កណ្ដឹងសម្ព័ន្ធដែលជាយានជំនិះរបស់សកទេវរាជយើងហៅថាប្រអិនសកទេវរាជនឹងកាលនៅជាមនុស្សឈ្មោះមគ្គមានុបគាត់មានមិត្តភក្តិគាត់33នាក់ហើយជួយចិត្តជួយកិច្ចការងារសហគមន៍ធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់ដាំដើមឈើជីកស្រះទឹកធ្វើសាលាឆតទៀនយកអាសាអ្នកធ្វើដំណើរស្ត្រីមានផ្ទៃពោះប្រសង់អ្នកបួសឬក៏សាមញ្ញជនណាក៏ដោយធ្វើដំណើរតាមភូមិគាត់នឹងគាត់តែងតែយកអាសាកិច្ចការងារកសាងទាំងអស់ហ្នឹងគាត់ប្រើកម្លាំងដំរីនឹងជួយកិច្ចការងារគាត់ច្រើនណាស់ហើយបង្អោនចិត្តធ្វើបុណ្យជាមួយនឹងមគ្គមានុបនឹងដែរចឹងបានពេលមគ្គមានុបជាមួយនឹងមិត្តភក្តិទាំង33នាក់ស្លាប់ទៅបានទៅកើតជាប្រអិននឹងរដ្ឋមន្ត្រីរបស់ប្រអិនហ្នឹងដំរីហ្នឹងក៏បានទៅកើតជាទេវបុត្រមួយដែរប៉ុន្តែដោយសារធ្លាប់មានឧបនិស្ស័យជាអ្នកបម្រើរបស់មគ្គមានុបសូម្បីខ្លួនឯងទៅកើតជាទេវបុត្រទៅហើយក៏នៅតែខ្លែងខ្លួនជាដំរីដែរធ្វើជាយានជំនិះបម្រើសកទេវរាជនឹងបន្តទៅទៀតចឹងញាតិញោមឃើញសត្វដំរីនឹងមែនប៉ុន្តែតាមពិតគេជាទេវបុត្រទេដំរីនឹងមានគ្រឿងលម្អអស្ចារ្យធំសម្បើមណាតាមដែលក្នុងគម្ពីរក្បួនច្បាប់លោកប្រាប់មកហ្នឹងជាសរុបមកការបំពេញបុណ្យកុសលនេះជាមនុស្សក្តីជាសត្វក្តីក៏អាចធ្វើបុណ្យបានដែរប៉ុន្តែបើយើងកើតជាមនុស្សយើងងាយនឹងមានឱកាសធ្វើបុណ្យបានច្រើនជាងសត្វយើងមើលសូម្បីសត្វដំរីគេធ្វើបុណ្យជួយការងារសហគមន៍បានកើតជាទេវបុត្រយើងប្រយ័ត្នចាញ់សត្វដំរីយើងកើតមកក្នុងផ្ទៃម្ដាយតែមួយមែនប៉ុន្តែវាសនាមិនដូចគ្នាទេអានឹងសម្ពាយបុណ្យមកផ្សេងគ្នាយើងកុំតូចចិត្តអីយើងគួរសរសើរបុណ្យបងប្អូនយើងដែលគេមានសំណាងល្អជាងយើងឲ្យគួរផឹងផែងធ្វើបុណ្យកុសលឲ្យបានច្រើនកុំខឹងម៉ែកុំខឹងឪអីអរគុណគាត់ឯងដែលគាត់ខំចាំយើងបានប៉ុណ្ណឹងមកគាត់ចង់ឲ្យយើងល្អចង់ឲ្យមានបានដូចតែគេដូចតែឯងណាមិនគ្រាន់ថាបុណ្យយើងមានប៉ុណ្ណឹងឧបមាថាពូជយើងនឹងវាអត់សូវល្អតែអញ្ចឹងផលផ្លែផ្កាមកក៏វាមិនសូវល្អហើយយើងហ៊ានដូរចិត្តវិញថាអញផឹងធ្វើបុណ្យថ្មីធ្វើចិត្តឲ្យជ្រះថ្លាធ្វើទានសាសិលមានអីទីជួយក៏ដែរជូនឪពុកជូនម្ដាយបុណ្យហ្នឹងជួយឲ្យយើងអាចមានជោគវាសនាល្អជាងយើងដេកតូចចិត្តអន់ចិត្តបន្ទោសអ្នកនេះបន្ទោសអ្នកនោះអាហ្នឹងបាបយើងពីអតីតមកមានហើយបច្ចុប្បន្ននេះយើងរវល់តូចចិត្តអន់ចិត្តយើងដាក់បាបថែមចឹងធ្វើឲ្យអាប់អួរជីវិតហ្នឹងអត់ឡើងទេចឹងត្រូវធ្វើបុណ្យថ្មីឧបមាដូចថាសម្លហ្នឹងវាប្រៃអីចឹងយើងត្រូវដាក់ទឹកកែកុនធ្វើម៉េចឲ្យសម្លនឹងអាចហូបបានជីវិតនឹងវាមានផលបាបចាស់មកហើយចឹងយើងត្រូវធ្វើបុណ្យថ្មីដើម្បីឲ្យជីវិតនឹងបានរៀងស្រស់បំប្រងឡើងវិញណាបើខ្វះបុណ្យបើអត់បានធ្វើបុណ្យថែមជីវិតនឹងរត់តែអាប់អួរហើយក្នុងបិដកលេខ77មាននិយាយពីរឿងព្រះអង្គធ្លាប់កើតជាស្ដេចត្រីនៅក្នុងស្រះធំមួយ
ក្នុងពេលរដូវប្រាំងនោះវារីងរាំងអស់ទៅក្អែកថ្មាតអីចុះមកចឹកស៊ីញាតរបស់ព្រះអង្គជាត្រីដែលនៅក្នុងស្រះធំហ្នឹងព្រះអង្គគិតថាអាត្មាអញត្រូវធ្វើម៉េចដើម្បីជួយញាតរបស់អាត្មាអញបានក៏ពិចារណានៅធម៌ទៅឃើញថាពេលវេលានេះមានតែការតម្កល់ខ្លួននៅក្នុងសច្ចៈការប្រកាសនៅសច្ចៈកិរិយានឹងទេទើបអាចជួយញាតរបស់ព្រះអង្គបានព្រះអង្គក៏ពោលឡើងធ្វើនៅសច្ចៈកិរិយាថាយៈតោសារាមិអត្តានังយៈតោបត្តោស្មិវិញ្ញុតាំងនាភិជានាមិសញ្ចច្ចៈឯកបាណាំពិហឹងសតាំងអេតេនសច្ចវច្ចេនៈបច្ចុណោអភវិសតោអភិតនយៈបច្ចុណៈនិថឹងកាកាសនាសយៈកាកាំងសោកាយរន្ធេហិមច្ឆេសោកាបមោជយៈប្រែមកវិញថាតថាគតរលឹកឃើញនៅខ្លួនក្នុងកាលណាតថាគតបានដល់នៅភាពជាអ្នកដឹងក្តីក្នុងកាលណាក្នុងកាលនោះតថាគតមិនដែលខ្លែងបៀតបៀននៅសត្វមានជីវិតឡើយដោយពាក្យសច្ចៈនេះសូមឲ្យមេឃបង្អុរភ្លៀងមកចុះមានន័យថាតាំងពីព្រះអង្គដឹងក្តីមកព្រះអង្គមិនដែលសម្លាប់ជីវិតសត្វទេដោយពាក្យសច្ចៈនេះសូមឲ្យភ្លៀងធ្លាក់មកមនាលមេឃអ្នកចូលបង្កភ្លៀងចុះចូលអ្នកញ៉ាំងកំណប់ទ្របរបស់ក្អែកឲ្យវិនិច្ឆ័យទៅចូលអ្នកញ៉ាំងពួកក្អែកឲ្យសោយសោកចូលអ្នកញ៉ាំងពួកត្រីឲ្យរួចពីសេចក្តីសោកព្រះអង្គធ្វើសច្ចកិរិយាចប់មេឃភ្លៀងមកក្រឹកក្រែងធ្វើឲ្យញាតិរបស់ព្រះអង្គនឹងរួចផុតពីគ្រោះភ័យនឹងជាអានុភាពនៃការប្រកាសនៅសច្ចកិរិយាមានន័យថាការប្រកាសនៅពាក្យពិតដោយអានុភាពនៃពាក្យសច្ចៈពាក្យពិតនឹងសូមឲ្យរួចផុតពីគ្រោះភ័យពាក្យសច្ចៈនឹងមានបារមីចឹងមែន